ថ្ងៃទី14ខែឧសភាត្រូវនឹងថ្ងៃពុធទី14ខែឧសភាឆ្នាំ2025នេះតែម្ដងគឺត្រូវនឹងថ្ងៃនៃការធ្វើបរិយាពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទព្រះបរមនាថនរោត្តមសីហមុនីគឺជាព្រះមហាក្សត្រនៃបរិជាណាចក្រកម្ពុជាយើងបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅក្នុងថ្ងៃស្អែកត្រូវនឹងថ្ងៃពុធទី14ខែឧសភាឆ្នាំ2025នៅក្នុងបរិជាណាចក្រកម្ពុជាយើងគឺបានរៀបចំបរិយាពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទបរមនាថនរោត្តមសីហមុនីគឺជាព្រះមហាក្សត្រនៃបរិជាណាចក្រកម្ពុជាយើងបច្ចុប្បន្នបើយើងនិយាយអំពីព្រះនាមឬក៏ឈ្មោះរបស់ព្រះអង្គតែម្ដងប្រជាពលរដ្ឋខ្មែរទូទៅនៅពេលដែលបានលើឈ្មោះព្រះអង្គគឺតែងតែមានស្នាមញញឹមក៏ដូចជាមានសេចក្តីសុខនៅក្នុងខ្លួនជាក់ស្ដែងមិនថាការឃើញព្រះភ័ក្ត្ររបស់ទ្រង់ផ្ទាល់ក្តីឬក៏ឃើញព្រះភ័ក្ត្ររបស់ទ្រង់តាមរយៈបណ្ដាញសារព័ត៌មានឬក៏តាមបណ្ដាញសង្គមផ្សេងក្តីគឺតែងតែធ្វើឲ្យប្រជាពលរដ្ឋមានស្នាមញញឹមក៏ដូចជាមានសេចក្តីសោមនស្សរីករាយនៅពេលដែលបានឃើញព្រះភ័ក្ត្ររបស់ទ្រង់តែម្ដងតើបងប្អូនទាំងអស់គ្នាមានបានដឹងអំពីជីវប្រវត្តិខ្លះៗរបស់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាយើងនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍របស់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីជីវប្រវត្តិរបស់ព្រះមហាក្សត្រយើងក្នុងពេលបច្ចុប្បន្ននេះខ្លះៗតែម្ដងព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីគឺជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុបរិជ្ជបិតានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុបរិជ្ជមាតាជាតិខ្មែរព្រះអង្គទ្រង់ប្រសូតនៅក្នុងថ្ងៃទី14ខែឧសភាឆ្នាំ1953នៅក្នុងប្រជាណាចក្រកម្ពុជាយើងនេះតែម្ដងព្រះអង្គគឺជាព្រះរាជបុត្រច្បងរបស់ព្រះនរោត្តមសីហនុនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះអង្គមានព្រះអនុជមួយព្រះអង្គមានព្រះនាមថានរោត្តមនរិនពង្សដែលបានយាងសោយទីវង្គតនៅក្នុងឆ្នាំ2003នៅក្នុងឆ្នាំ1959ដល់ឆ្នាំ1962ព្រះអង្គទ្រង់បានចូលទៅសិក្សានៅសាលាបឋមសិក្សានរោត្តមនិងវិទ្យាល័យដេកាតនៅរាជធានីភ្នំពេញបន្ទាប់មកព្រះអង្គត្រូវបានព្រះរាជបិតាបានបញ្ជូនព្រះអង្គឲ្យទៅបន្តសិក្សានៅឯប្រទេសតែម្ដងគឺទៅសិក្សានៅក្នុងប្រទេសឆេកូស្លូវ៉ាគីនៅក្នុងទីក្រុងប្រាក់នៅក្នុងឆ្នាំ1962បន្ទាប់តែអំពីនោះមកគឺព្រះអង្គទ្រង់បានចូលទៅសិក្សានៅថ្នាក់បឋមសិក្សាក៏ដូចជាវិទ្យាល័យនិងសាលាតូតន្ត្រីដែលទ្រង់បានសិក្សាផ្នែកតូតន្ត្រីនិងរបាំបុរាណរហូតដល់ឆ្នាំ1975នៅក្នុងឆ្នាំ1975ព្រះអង្គទ្រង់បានចាកចេញអំពីប្រទេសឆេកឬក៏ចេញអំពីទីក្រុងប្រាក់ដើម្បីទៅបន្តការសិក្សាខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំ1977បន្ទាប់អំពីការសិក្សានៅឯប្រទេសកូរ៉េខាងជើងបានចប់ព្រះអង្គក៏ទ្រង់បានយាងនិវត្តន៍មកកាន់ប្រជាណាចក្រកម្ពុជាយើងវិញតែម្ដងក៏ប៉ុន្តែនៅពេលនោះផងដែរគឺមានសង្គ្រាមកើតឡើងនៅក្នុងប្រជាណាចក្រកម្ពុជាដែលបង្ខិតបង្ខំក៏ដូចជាតម្រូវឲ្យព្រះអង្គទ្រង់ជាប់ឃុំឃាំងនៅក្នុងព្រះបរមរាជវាំងជាមួយនឹងព្រះរាជវង្សានុវង្សព្រមទាំងព្រះរាជបិតានិងព្រះរាជមាតារបស់ព្រះអង្គតែម្ដងមុនកងទ័ពរំដោះរណសេរីសាមគ្គីសង្គ្រោះជាតិរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នៅក្នុងថ្ងៃទី7ខែមករាឆ្នាំ1979ព្រះអង្គទ្រង់បានភៀសប្រកាយយាងទៅទីក្រុងប៉េកាំងប្រទេសចិនជាមួយនឹងព្រះរាជបិតានិងព្រះរាជមាតារបស់ព្រះអង្គតែម្ដងបន្ទាប់តែអំពីការភៀសប្រកាយចេញអំពីប្រជាណាចក្រកម្ពុជាដើម្បីឆ្ពោះទៅស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិនព្រះអង្គទ្រង់បានយាងទៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីទៅបង្ហាត់បង្រៀនរបាំបាឡេនិងទទួលបរិយាតួនាទីជាប្រធានសមាគមបារាំងខ្មែរនៅឯប្រទេសបារាំងតែម្ដងព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត20ឆ្នាំក៏ប៉ុន្តែអំឡុងពេលនោះព្រះអង្គក៏ទ្រង់បានយាងទៅទស្សនកិច្ចក៏ដូចជាធ្វើការខ្លះនៅទីក្រុងប្រាក់ជារឿយៗផងដែរព្រះអង្គធ្លាប់បានចំណាយពេលវេលាយ៉ាងយូរនៅក្នុងព្រះជន្មវ័យក្មេងរបស់ព្រះអង្គនៅក្នុងប្រទេសឆេកតែម្ដងព្រះអង្គជាព្រះមហាក្សត្រតែមួយអង្គគត់ឬក៏ព្រះអង្គគឺជាព្រះមហាក្សត្រដែលមានសមត្ថភាពនៅក្នុងការអាចមានបរិយាបន្ទូលជាភាសាឆេកយ៉ាងស្ទាត់ជំនាញតែម្ដងក្រៅតែអំពីភាសាជាតិភាសាឆេកព្រះអង្គក៏ទ្រង់អាចមានបរិយាបន្ទូលជាភាសាបារាំងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរនេះបើយើងនិយាយអំពីជីវប្រវត្តិ
នៃការសិក្សារបស់ព្រះអង្គក៏ដូចជាជីវប្រវត្តិនៃការបម្រើការងាររបស់ព្រះអង្គតែម្ដងឆ្នាំ2004នៅក្នុងខែតុលាថ្ងៃទី14ព្រះអង្គត្រូវបានជ្រើសតាំងឲ្យឡើងសោយរាជ្យដោយសមាជិកទាំង9រូបនៃក្រុមប្រឹក្សារាជសម្បត្តិក្រោយពីការដាក់រាជ្យរបស់ព្រះបាទសម្ដេចនរោត្តមសីហនុព្រះរាជបិតារបស់ព្រះអង្គតែម្ដងការជ្រើសតាំងនេះទទួលបានការយល់ព្រមពីក្រុមប្រឹក្សារាជសម្បត្តិនៅក្នុងនោះក៏មានសម្ដេចអគ្គសេនាមហាបតីតេជោហ៊ុនសែនដែលជានាយករដ្ឋមន្ត្រីនៅពេលនោះនិងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋដែលកាលនោះជាព្រះប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជាយើងតែម្ដងក៏ហើយក៏ត្រូវជាព្រះរាមមេដាទីតីជាមួយនឹងព្រះអង្គផងដែរសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់ឡើងគ្រងរាជសម្បត្តិនៅក្នុងថ្ងៃសុក្រទី29ខែតុលាឆ្នាំ2004ព្រះបរមនាមក្នុងរាជរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគឺព្រះករុណាសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារកេតខត្តិយាខេមរារដ្ឋរាជពុទ្ធិនទ្រាធុរាមហាក្សត្រខេមរាជនីសមូហោភាសកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសេរីវិបុលាខេមរាស្រីភិរិយព្រះចៅក្រុងកម្ពុជាអធិបតីដែលមានសេចក្តីជាភាសាខ្មែរថាអ្នកបម្រើមាតុភូមិសាសនាប្រជាជាតិនិងប្រជារាស្ត្រខ្មែរដោយស្វាមីភក្តិនិងភក្តីភាពព្រះមហាក្សត្រដែលប្រពុតនិងព្រះឥន្ទលោកឧបត្ថម្ភអ្នករួបរวมខេមរជនទាំងអស់អ្នកការពារឯករាជ្យបូរណភាពទឹកដីនិងសន្តិភាពរបស់កម្ពុជាព្រមទាំងសុភមង្គលសេរីភាពវិបុលភាពរបស់ប្រជារាស្ត្រខ្មែរនេះគឺជាជីវប្រវត្តិខ្លះៗអំពីព្រះមហាក្សត្រនៅក្នុងប្រជាណាចក្រកម្ពុជាយើងតែម្ដងបើសិនបើមានចំណុចណាដែលខ្ញុំលើកឡើងទៅមានការខ្វះខាតទៅបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យអត់ទោសដល់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលា